បាទសួស្តីបងប្អូនទាំងគ្នាអញ្ចឹងវីដេអូនេះខ្ញុំនឹងនាំអារម្មណ៍បងប្អូនឲ្យប្លែកបាទភ្នែកប្លែកអារម្មណ៍ជាមួយនឹងខ្ញុំអញ្ចឹងប្លែកភ្នែកប្លែកអារម្មណ៍អីគឺជាមួយនឹងការ edit រូប studio បាទហើយនេះគឺជារូប studio ដែលយើងត្រូវកែនិងត្រូវធ្វើការបង្ហាញបង្រៀនបញ្យល់បងប្អូនបាទអញ្ចឹងបងប្អូនការកែរូប studio ខុសពីការកែរូបបែបរោងការឬក៏ simple pre-wedding ផ្សេងយល់ទេអញ្ចឹងការធ្វើរូបទៅតាមផែនរូបនីមួយៗគឺវាមាន style អារម្មណ៍វារៀងៗខ្លួនយល់ទេបងប្អូនទាំងគ្នាគឺអត់ដូចគ្នាទេហើយរបៀបកែបាទដូចខ្ញុំនិយាយអញ្ចឹងអាចយក style តែមួយមកធ្វើទៅតាមក្បួនដែលយើងធ្វើអត់ទេវាទៅតាមអារម្មណ៍នៃរូបភាពអញ្ចឹងកុំឲ្យយូរការបងប្អូនទាំងគ្នាមុននឹងយើងធ្វើរូបបងប្អូនទាំងគ្នាអញ្ចឹងយើងត្រូវស្គាល់ពីរូបសិនយល់ទេតើរូបនឹងរូបអីគេយល់ទេរូបស្អាតឬក៏មិនមែនយល់ទេហើយចំពោះយករូបមករៀនបងប្អូនដឹងស្រាប់ហើយយើងយករូបស្អាតមកធ្វើការបង្ហាញបង្រៀនបងប្អូនព្រោះតែខ្ញុំអត់ចង់ឲ្យបងប្អូនមានអារម្មណ៍ស្មុគពេលដែលរៀនទៅមានអារម្មណ៍ធុញយល់ទេអញ្ចឹងបង្ហាញរូបស្អាតទៅគឺរៀនចេះធុញហើយឆាប់ចេះយល់ទេអញ្ចឹងយើងនិយាយពីរូបនេះគឺបងប្អូនការដែលគេថតមកនេះគឺវា 90% នៃការត្រូវហើយអញ្ចឹងអ្វីដែលខុស 10% ឯងព្រោះដែលគេថតនេះគឺគេយកអារម្មណ៍គេគឺបែបហ្នឹងអញ្ចឹងការវាយភ្លើងរបស់គេអីមកគឺវាអញ្ចឹងឃើញទេគេវាយមាន style មាន style គេហើយការថតរបស់គេក៏គេមានលេងអារម្មណ៍លេងអីច្រើនដែរឃើញទេអញ្ចឹងការធ្វើរូប studio គឺយើងធ្វើទៅតាមអារម្មណ៍អញ្ចឹងភាគច្រើនបងដែលគាត់ថត studio នោះគឺគាត់មានអារម្មណ៍គាត់មានគោលដៅគាត់រួចហើយយល់ទេអញ្ចឹងយើងអ្នកធ្វើយើងគ្រាន់តែឃើញរូបយើងយល់អារម្មណ៍គាត់មកហើយយល់នឹងអារម្មណ៍ម៉ូដភ្ញៀវដែលគាត់ចង់បានអញ្ចឹងកុំឲ្យយូរការអញ្ចឹងរូបនេះយើងកែវាអ្វីដែលវាខុសហ្នឹងគឺ highlight ខ្លាំងហើយ shadow ម្លប់នេះគឺវាម្លប់ខ្លាំងបើយើងនិយាយជាក់ស្ដែងទៅវាម្លប់ខ្លាំងវាអត់ស្មើពលឺអត់ស្មើពណ៌អានេះអញ្ចឹងយើងសរុបសេចក្តីគឺយើងកាច់យ៉ាងម៉េចឲ្យមកស្មើពលឺស្មើពណ៌ហើយស្អាតទៅតាមអារម្មណ៍ដែលគេចង់បានយល់ទេចាប់ផ្ដើមអញ្ចឹងជំហានដំបូងខ្ញុំបើក shadow ដើម្បីបើកតំបន់លំតិចអញ្ចឹងវាទទួលបានពលឺមួយដែរគេគ្រាន់តែ shadow ក្នុងអាវនេះភ្លឺវាមើលទៅវាមានពលឺដែលយើងស្មើបានយល់ទេអញ្ចឹងខ្ញុំតម្លាក់កាត់ highlight អញ្ចឹងគ្រាន់តែខ្ញុំកាច់ highlight បន្ទូទៀតគឺរូបនឹងទទួលបានដែរពលឺមួយដែរស្មើឃើញទេពលឺស្មើប៉ុន្តែវានៅម្លប់វានៅងងឹតអញ្ចឹងខ្ញុំវាយ exposure ថែមបន្តិចដើម្បីភ្លឺទៅអញ្ចឹងជាអារម្មណ៍របស់ខ្ញុំគឺខ្ញុំស្រឡាញ់បែបនេះគេអញ្ចឹងពលឺខ្ញុំស្រឡាញ់មកល្មមប៉ុណ្ណេះគេអញ្ចឹងវាស្មើពលឺអញ្ចឹងនៅលេងពណ៌គេអញ្ចឹងពណ៌នេះវាមើលទៅវាដិតវាអត់ស្មើទេគេដិតទៅវានៅជាប់កលាក់អញ្ចឹងទៅអញ្ចឹងយើងសេរីពណ៌ហ្នឹងអញ្ចឹងមុននឹងចូលដល់សេរីពណ៌ខ្ញុំមើលពលឺថែមបន្តិចទៀតហើយបន្តមកទៀតខ្ញុំកាត់ឲ្យវាថ្លាស្រស់ជាងនឹងតិចឲ្យថ្លាជាងនឹងតិចបាទដាច់ផ្សែងដាច់អីអញ្ចឹងណាអញ្ចឹងយើង zoom មើលសាច់អញ្ចឹងសាច់មកគាត់ច្បាស់យល់ទេប៉ុន្តែវាច្បាស់ចូលដល់កម្រិតរឹងហើយអញ្ចឹងខ្ញុំចង់វាសតុនជាងនឹងយល់ទេអញ្ចឹងខ្ញុំលេងសតុនបន្តិចលេងទៅ8ក៏បានហើយច្រឡំធូលបងប្អូនលេងសតុនគេយើងលេងនៅធានាបងប្អូនណាClarity នេះលេងសតុនបន្តិចលេងចេះតែចុចប្រហែលមើលវិញអញ្ចឹងខ្ញុំតម្លាក់ Clarity នេះខ្ញុំតម្លាក់13គ្រាប់ដើម្បីសេចក្តីប៉ុន្តែខ្ញុំមកបើក texture ដើម្បីសាច់ឲ្យវាច្បាស់បាទសតុនហើយច្បាស់អញ្ចឹងខ្ញុំលេង6គ្រាប់ឃើញអញ្ចឹងសាច់រូបនេះវាទទួលបានសាច់រូបមួយដែលច្បាស់ហើយសតុនឃើញខ្ញុំដាក់សវាយមើលអូខេច្បាស់ហើយសតុនរបស់ដើមវារឹងឃើញវារឹងឃើញទេអញ្ចឹងចាប់ផ្ដើមតទៅមុខទៀតខ្ញុំបន្ថយ saturation បន្តិចដើម្បីឲ្យច្រើនពណ៌ពេកឃើញបើច្រើនពណ៌ពេកអញ្ចឹងខ្ញុំអុំក្រោមដើម្បីសម្លាប់ពណ៌តទៀតអញ្ចឹងខ្ញុំវាយពណ៌ក្រហមចូលឲ្យវាដិតបានន័យថាកុំឲ្យវាឡើងលឿងបបេមាត់ពេកព្រោះបបេមាត់គេនេះគេយករៀងការ៉ុតឬក៏ក្បឿងចាស់ដល់ពេលវាវាយមានអាចជាតិពលឺលឿងទៅវាធ្វើឲ្យបាត់ជាតិការ៉ុតចាស់ណាអញ្ចឹងខ្ញុំវាយក្រហមចូលថែមតិចតែមកខ្ញុំលេងសាច់បាទយកអរ៉ែងបៃតងបន្តិចដើម្បីវាមានជាតិទឹកខ្មុំជាងហ្នឹងដើម្បីឲ្យពលឺរៀងលឿងហ្នឹងវាមើលទៅវាសាច់ស្មើលើនឹងអែម
តមកទៀតទៅអានេះចង់អត់ប៉ះទេដោយសារវាអត់មានពណ៌ green មានពណ៌អីនៅហ្នឹងទេយល់ទេអញ្ចឹងយើងលេងនេះក្រហមខ្ញុំរុញភ្លឺវេមាត់បន្តិចតមកទៀតខ្ញុំស្លាប់ orange នេះដុតបាទគ្រាប់ដើម្បីអីឲ្យស្មើពណ៌យល់ទេឲ្យស្មើពណ៌មកវិញខ្ញុំស្លាប់លឿង5គ្រាប់អញ្ចឹងខ្ញុំក៏ស្លាប់បៃតងដែរដោយសារវាមានជាតិបៃតងទីងលើផ្ទៃហ្នឹងឲ្យវាមានឲ្យវាទៅអស់ហ្មងទៅបាច់ឲ្យមានទេស្វាយក្រួយគ្នាដែរខ្ញុំសម្រាប់ចោលឲ្យបាត់ម្ដងទៅបើមានជាតិស្វាយហ្នឹងគឺវាម៉ាត់ទៅហ្មងកុំឲ្យវាមានជាតិស្វាយទៅវាដាច់ពណ៌ល្អទៅខ្ញុំលេងពលឺលើសាច់បន្តិច10គ្រាប់ក្រហមលេងតែពលឺខ្ញុំធ្លាក់វិញអូខេអញ្ចឹងយើងលេងតែប្រហែលធូលនេះគឺយើងទទួលបានរូបមួយស្មើពលឺស្មើពណ៌ប៉ុន្តែយើងអត់ទាន់ជប់ក្នុងការកែខ្ញុំនៅកែថែមបន្តិចទៀតខ្ញុំចង់បាននេះខ្លាបន្តិចអញ្ចឹងខ្ញុំចូល trending ខ្ញុំលេង highlight ខ្លាបន្តិចលេង highlight ខ្លាបន្តិច trending មកអញ្ចឹងខ្ញុំត្រឡប់ឡើងលើបន្តិចរូបនេះខ្ញុំចង់បាននេះពណ៌ជាងនឹងបន្តិចវិញវាឲ្យមានលឿងពេកអញ្ចឹងលឿងខៀវពេកហើយវាមានជាតិឈប់តិចហើយពណ៌វាស្រាលជាងនឹងតិចទៀតតែរូបនេះស្ទើរសម្រស់អញ្ចឹងខ្ញុំសូមថែមសម្រស់4គ្រាប់បាទដើម្បីមានសម្រស់អញ្ចឹងរូបហ្នឹងឃើញវាស្មើពលឺស្មើពណ៌វាមានសម្រស់តាមធម្មជាតិដូចយើងឃើញរូបខាងក្រៅជាក់ស្ដែងអញ្ចឹងយល់ទេចឹងមកបន្តមកខ្ញុំលេងខ្ញុំស្លាប់អុចទូចលើសាច់បន្តិចបងប្អូននេះតែប៉ុណ្ណេះទេហើយបន្តមកខ្ញុំថែមបន្តិចថែមសាប10គ្រាប់បងប្អូនអញ្ចឹងខ្ញុំយកកម្រិតប៉ុណ្ណេះអញ្ចឹងរូបនេះវាកើតទៅជារូបមួយដោយសតុនហើយវាមាន detail ច្បាស់ល្អវាមានច្បាស់រឹងដូចមុននេះវាច្បាស់ហើយវាសតុនសាច់ឃើញគឺវាសតុននេះឃើញនេះចាំបងប្អូនថាជាមើលរូបកាន់តែយូរបានកាន់តែបានបងប្អូនដឹងថានឹងសតុនល្មមប៉ុណ្ណេះបងប្អូនអាចមើលដឹងឯងអញ្ចឹងរូបនេះពលឺនេះខ្ញុំសុំតម្លាក់បន្តិចវិញដោយសារវាភ្លឺឃើញទេបាទដាក់បន្តិចវិញបាទអញ្ចឹងរូបនេះគឺខ្ញុំយកបែបហ្នឹងបងប្អូនឃើញទេអញ្ចឹងវាសតុនធម្មជាតិយល់ទេសតុនធម្មជាតិឃើញពលឺស្មើល្អអញ្ចឹងខ្ញុំលេងទេសភាពបន្តិចបងប្អូនជាចុងក្រោយគឺខ្ញុំលេងទេសភាពបន្តិចលេងទេសភាពបងប្អូនលេង background ហ្នឹងហើយច្រឡំទេសភាពអញ្ចឹងខ្ញុំតម្លាក់ទេសភាពឲ្យកម្ដៅបន្តិចខ្ញុំតម្លាក់20គ្រាប់ហើយឡើងខ្ញុំតម្លាក់តាមអក្សរភ្នែកអញ្ចឹងខ្ញុំត្រូវវាយពណ៌ background នឹងបន្តិចបងប្អូនដើម្បីឲ្យវាស៊ីជាមួយនឹងរូបអញ្ចឹងរូបនេះគឺខ្ញុំយកអារម្មណ៍បែបហ្នឹង Ctrl A សៀតមកបងប្អូនចុចគ្រីសម៉ាស់ដើម្បីវាចម្លងបាទចម្លងអាម៉ាស់ background ហ្នឹងគឺវាឆ្លងទៅទាំងអស់ក្នុងតែម្ដងយល់ទេបងប្អូនទាំងនេះ